ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកធ្វើមុខម្ហូបញ៉ាំសាច់ជ្រូកជាមួយនឹងកំពឹសឲ្យមានរសជាតិឆ្ងាញ់បងប្អូនដើម្បីបានម្ហូបមួយមុខនេះគឺយើងត្រូវទៅរកគ្រឿងផ្សំជាមុនសិនចាបងប្អូនដូចដឹងហើយស្រាប់ហើយថាម្ហូបមួយមុខនេះយើងអាចបរិភោគជាមួយបាយក៏បានហើយជាពិសេសនោះគឺគេពេញនិយមខ្លាំងណាស់សម្រាប់ធ្វើជាម្ហូបការបងប្អូនទៅញ៉ាំការគឺដឹងតែមានម្ហូបញ៉ាំនឹងឯងបងប្អូនចាហើយនេះគឺជាកំពឹសដែលយើងកាត់ក្បាលហើយនេះគឺជាមីសួរខ្ញុំត្រូវយកវាទៅស្រោះទឹកបន្តមកទៀតខ្ញុំដាក់ត្រាំទឹកជាមួយនឹងទឹកត្រជាក់សិនហើយខ្ញុំបន្តទៅស្រោះកំពឹសរបស់យើងការរយៈពេលស្រោះនោះយើងស្រោះ1នាទីយើងលើកហើយសល់ពេលឆ្លៀតពេលយើងត្រូវស្ងោរសាច់ជ្រូក3ជាន់របស់យើងស្ងោររយៈពេល25នាទីសល់ពេលទំនេរទៀតខ្ញុំក៏បន្តទៅលាងបន្លែរបស់ខ្ញុំបន្លែអត់មានច្រើនទេមានតែទឹកសក់ថ្ងៃនេះមានទឹកសក់ហើយនឹងស្ពៃក្តោបសហើយនឹងស្ពៃក្តោបពណ៌ស្វាយបន្ទាប់ពីខ្ញុំលាងហើយរួចរាល់ហើយខ្ញុំទុកមួយឡែកខ្ញុំទៅបន្តទៅកាត់មីសួរដែលខ្ញុំបានត្រាំទឹកនឹងកាត់វាខ្លីៗជាកំណាត់បែបហ្នឹងបងប្អូនចាបងប្អូនហើយនេះជាទឹកក្តៅសម្រាប់លាយគ្រឿងសម្រាប់ធ្វើញ៉ាំបន្លែសាច់ជ្រូកជាមួយនឹងកំពឹសនឹងឯងបងប្អូនគ្រឿងផ្សំរបស់យើងដាក់ទឹកតាមបរិមាណដែលយើងត្រូវការមកបងប្អូនហើយខ្ញុំក៏ដាក់ខ្ទឹមសចូលស្ករខំស្ករសបន្តិចហើយនឹងប៊ីចេងចូលហើយយើងកូរលាយចូលគ្នាហើយនឹងទឹកត្រីផងដែរហើយយើងច្បាច់ក្រូចហើយកូរវាឲ្យសព្វចូលជាតិគ្នាក្រូចបងប្អូនដាក់ទៅតាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តជូរខ្លាំងបងប្អូនដាក់ទៅតាមនឹងទៅបងប្អូនចាសម្រាប់ម្ហូបញ៉ាំគឺយើងត្រូវដាក់ឲ្យរសជាតិដិតជូរអញ្ចឹងណាបងប្អូនពេលយើងយកញ៉ាំទៅបរិភោគជាមួយបាយគឺរសជាតិឆ្ងាញ់អញ្ចឹងណាបងប្អូនយើងត្រូវប្រើរសជាតិរាងដិតបន្តិចតែសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំប្រើរាងរសជាតិរាងស្រាលហើយបន្ទាប់ពីយើងលាយគ្រឿងរួចហើយយើងបន្តទៅហាន់បន្លែសម្រាប់ធ្វើគ្រឿងផ្សំញ៉ាំនឹងឯងបងប្អូនបន្លែយើងមានដូចជាស្ពៃក្តោបសស្ពៃក្តោបពណ៌ស្វាយហើយនឹងទឹកសក់ខ្ញុំប្រើទឹកសក់ធម្មជាតិរបស់យើងខ្ញុំមិនបានទិញបន្លែទឹកសក់យួនទេបងប្អូនព្រោះទឹកសក់ខ្ញុំអ្នកផ្ទះគាត់ដាំតែយើងទិញមកហើយសម្រាប់បន្លែពណ៌ស្វាយនេះខ្ញុំអត់បានយកទៅស្រោះទេខ្ញុំស្រោះតែបន្លែស្ពៃក្តោបពណ៌សរបស់យើងនឹងឯងដោយសារតែខ្ញុំអត់ចូលចិត្តបន្លែឆៅអញ្ចឹងហើយយើងស្រោះប៉ុន្តែបើបងប្អូនខ្លះគាត់និយមបន្លែឆៅគាត់មិនបាច់ស្រោះក៏បានដែរបន្ទាប់មកទៀតខ្ញុំយកបន្លែដែលខ្ញុំហាន់ហើយស្ពៃក្តោបនេះយើងយកទៅស្រោះប្រហែលជា1នាទីយើងលើកវាមកវិញមកបន្តមកទៀតខ្ញុំហាន់សាច់ជ្រូក3ជាន់របស់ខ្ញុំជាចំណិតតូចៗដែលបងប្អូនចង់បានបងប្អូនហាន់បែបម៉េចបងប្អូនហាន់ទៅតាមចំណង់ចំណូលចិត្តបងប្អូនទៅសម្រាប់ខ្ញុំហាន់បែបតូចៗអញ្ចឹងណាបងប្អូនពេលយើងហាន់សាច់ជ្រូករួចរាល់ហើយអស់ហើយយើងចាប់ផ្ដើមលាយគ្រឿងផ្សំរបស់យើងច្បល់ឲ្យចូលជាតិគ្នាឲ្យចូលជាតិជាមួយនឹងទឹកគ្រឿងទឹកត្រីផ្អែមដែលយើងធ្វើហើយណាបងប្អូនយើងចាក់ចូលលាយជាមួយគ្នាគ្រប់សັບទៅមានដូចជាម្សៅហើយនឹងបន្លែរបស់យើងគ្រប់មុខហ្នឹងហើយនឹងកំពឹសសាច់ជ្រូកនឹងចូលរួចហើយយើងចាក់ទឹកត្រីនឹងចូលច្បល់ចូលគ្នាឲ្យចូលជាតិបើយើងអត់ច្បល់ទេគឺញ៉ាំយើងគឺវាមិនងាយនឹងចូលជាតិទេបន្ទាប់មកទៀតខ្ញុំត្រូវច្បល់ឲ្យចូលជាតិបន្តិចហ្នឹងបងប្អូនប៉ុន្តែខ្ញុំអត់បានថតលំអិតទេកន្លែងនោះចាសម្រាប់បងប្អូនដែលមានគ្រឿងបន្លែគ្រប់មុខបងប្អូនអាចថែមបន្លែការ៉ុតហើយនឹងម្ទេសហាវ៉ៃបន្ថែមទៀតក៏បានដែរតែសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំមានតែបន្លែប៉ុន្មានមុខអញ្ចឹងហើយខ្ញុំដាក់តែប៉ុន្មានមុខនឹងឯងបន្ទាប់មកទៀតបើខ្ញុំថែមសណ្តែកដីនឹងចូលដើម្បីឲ្យបង្កើតរសជាតិញ៉ាំរបស់យើងមានរសជាតិកាន់តែឆ្ងាញ់ចាបងប្អូននេះគឺជាញ៉ាំរបស់យើងបានរួចរាល់ហើយអរគុណបងប្អូនសម្រាប់ការទស្សនា